កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កងកម្លាំងទ័ពជាថ្មីម្ដងទៀតសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថាកម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធក្នុងករណីមានការឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយការប្រើប្រាស់កងកម្លាំងទ័ពសម្ដេចបវរធិបតីបានសរសេរនៅលើបណ្ដាញសង្គមកាលពីយប់ថ្ងៃទី1ខែមិថុនាឆ្នាំ2025នេះថាក្រោយពីត្រឡប់បំពេញពេលសកម្មនៅក្រៅប្រទេសថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នៅរបាយការណ៍ពីសភាពការជាក់ស្ដែងនៅព្រំដែនកម្ពុជាថៃសម្ដេចបវរធិបតីបានគូបញ្ជាក់ថាដូចខ្ញុំបានបញ្ជាក់រួចហើយកម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិជាគោលក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ GBC កម្ពុជាមួយរៀបចំប្រជុំ GBC ជាមួយនឹងភាគីថៃជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាព្រំដែននិងបន្តការវាស់វែងខណ្ឌសីមាបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរត្រៀមដាក់ចូលក្នុងរបៀបវរៈសម្រាប់កិច្ចប្រជុំ GBC ពាក់ព័ន្ធទៅនឹងការយកបញ្ហាប្រាសាទតំបន់ធំប្រាសាទតំបន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ទៅកាន់តុលាការអន្តរជាតិ ICJ តែម្ដងសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថាដោយសារតែនៅក្នុងពេលថ្មីនេះស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំ3ប្រាសាទតំបន់ធំប្រាសាទតំបន់តូចដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រមជ្រុលនិយមមួយចំនួនតូចបានបំផុសនៅចលនាជាតិនិយមនៅក្នុងប្រទេសទាំងពីរដែលអាចឈានទៅការប្រជុំមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខជាមួយគ្នានោះដែរសម្ដេចបវរធិបតីបានគូបញ្ជាក់ថាខ្ញុំសង្ឃឹមថាភាគីទាំងពីរនឹងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រាយបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះក៏ដូចជាបន្តការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធីផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែននេះដែរសម្ដេចបវរធិបតីបានគូបញ្ជាក់បន្ថែមថាខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថាបើទោះបីជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិក៏ដោយក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធក្នុងករណីមានការឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កងកម្លាំងទ័ព